Facebook ចេះតែកាត់លុយបងប្អូនប្រេះផ្ដាស់ម្ដងកាត់ប៉ុណ្ណេះម្ដងកាត់ប៉ុណ្ណោះដោយមិនដឹងមូលហេតុពេលខ្លះ Facebook កាត់លុយដោយអត់មានវិក័យប័ត្រឲ្យយើងទៀតថាតើវាមូលហេតុអ្វីសម្រាប់វីដេអូមួយនេះនឹងស្រាវចម្ងល់ទៅដល់បងប្អូនទាំងអស់គ្នាដូចអ្វីដែលខ្ញុំបានបង្ហាញបងប្អូនតាក់ទងអំពីខាងលើមិញហ្នឹងវីដេអូខាងលើហ្នឹងណាបាទអញ្ចឹងសម្រាប់បងប្អូនដែលគាត់ជាអ្នក book page បងប្អូនប្រហែលជាដឹងហើយតាក់ទងមួយបងមួយចំនួនដែលគាត់ដឹងអាហ្នឹងគឺគាត់មានបញ្ហាដែរប៉ុន្តែសម្រាប់វីដេអូមួយនេះខ្ញុំសូមបង្ហាញតែបងដែលមួយចំនួនដែលគាត់ទើបតែធ្វើការ book page ហើយ boot តែងតែជួបប្រទះទៅលើបញ្ហាដូចខ្ញុំបង្ហាញហ្នឹងគឺទី1គាត់ book page គឺ Facebook កាត់លុយយើងបដាឧទាហរណ៍ថាយើងកាត់មួយថ្ងៃឧទាហរណ៍ថាយើងដាក់មួយថ្ងៃត្រឹមតែ$5ទេស្រាប់តែចេញលទ្ធផលមកគឺ Facebook កាត់លុយចេញពីកងយើង$10 $20ឬក៏អាចលើសពីនេះក៏មានដែរអញ្ចឹងសួរថានេះជាមូលហេតុអ្វីអញ្ចឹងអ្នកណាអាចឆ្លើយបានអញ្ចឹងសម្រាប់វីដេអូមួយនេះខ្ញុំនឹងឆ្លើយប្រាប់បងប្អូនទាំងអស់គ្នាហើយបាទអញ្ចឹងសម្រាប់ករណីរបស់ខ្ញុំនេះខ្ញុំសូមលើកមួយករណីដែលវា Facebook អាចកាត់ទៅលើ account របស់យើងវាខុសអញ្ចឹងមូលហេតុមួយដែលខ្ញុំនឹងលើកក្នុងវីដេអូមួយនេះគឺមូលហេតុ account Facebook របស់បងប្អូនមានគេ hack ហើយកាលណាមានគេ hack ហើយគឺគេអាចចូលប្រើប្រាស់ account Facebook យើងបានហើយកាលណាគេចូលប្រើប្រាស់ account Facebook យើងបានមិនថាលេខកង់ធនាគាររបស់យើងគឺគេយកទៅប្រើប្រាស់បានបាទអញ្ចឹងដើម្បីដឹងថា account Facebook របស់យើងមានគេ hack ឬអត់ថាតើយើងត្រូវធ្វើរបៀបម៉េចសម្រាប់វីដេអូមួយនេះខ្ញុំនឹងបង្ហាញអំពីបងប្អូនអំពីរបៀបនៃការឆែកមើលថាតើ account Facebook របស់យើងកំពុងតែគេ hack អត់ទេព្រោះដោយសារមួយរយៈចុងក្រោយនេះការ hack របស់ hacker គឺវា hack ល្អមែនទែនល្អត្រង់ថា hack ហើយគឺអត់ធ្វើឲ្យ account របស់យើងប្រាប់រួចអីទេបើយើងមិនសង្កេតមើលទេគឺយើងអត់ដឹងថាវាប្រាប់រួចទេគឺវានៅរក្សាដដែលអញ្ចឹងដើម្បី check មើលទៅលើប្រមាណចំណុចទាំងអស់ហ្នឹងដើម្បីឲ្យវាដឹងថា account យើងគេ hack ឬក៏អត់បងប្អូនទាំងអស់គ្នាធ្វើតាមខ្ញុំតោះអញ្ចឹងបងប្អូនទាំងអស់គ្នាបើក account Facebook ចេញបែបហ្នឹងដូចខ្ញុំអញ្ចឹងមកនៅពេលដែលបងប្អូនទាំងអស់គ្នាបើក account Facebook អញ្ចឹងបងប្អូនទាំងអស់គ្នាត្រូវការតាក់ទងជាមួយនឹងឆែកទៅលើ3ចំណុចតាមក៏ពិតចំណុចវាមានច្រើនទៀតតែខ្ញុំសុំលើកតែ3ទេព្រោះដោយសារចំណុចផ្សេងៗទៀតអាចបងមួយចំនួនគាត់បានបង្ហាញហើយប៉ុន្តែចំណុច3នេះខ្ញុំគិតថាបងប្អូនមួយចំនួនទៀតគឺគាត់អត់ដែលបង្ហាញទេកន្លែងហ្នឹងណាអញ្ចឹងឥឡូវខ្ញុំសូមបង្ហាញតាក់ទងជាមួយនឹង3ចំណុចហ្នឹងដើម្បីឲ្យបងប្អូនទាំងអស់គ្នាមើល check មើលក្នុង account របស់បងប្អូនបាទអញ្ចឹងតោះចំណុចទី1តាក់ទងជាមួយនឹងចំណុចទី1បងប្អូន check មើលទៅលើ account login activity អញ្ចឹងរបៀប check មើល account login activity ដើម្បីដឹងថា account របស់យើងគឺមានគេ hack អត់នោះបងប្អូនទាំងអស់គ្នាចូល account Facebook ចឹងមកហើយបងប្អូនចុចកន្លែងរូប profile របស់យើងហើយអស់ចូលមកក្រោមរកពាក្យថា setting and privacy មកបាទបន្តមកទៀតអស់មករកកន្លែង setting ទៀតបាទអញ្ចឹងនៅពេលដែលវាចូលត្រង់ចំណុចនេះបងប្អូនចូលកន្លែង account center យើងមកចុចត្រង់ណាក៏ได้ឲ្យទៅក្នុងរូបពង account center ហ្នឹងហើយបន្តមកទៀតបងប្អូនចូលត្រង់កន្លែង account setting បងប្អូនមើលកន្លែង password and security បាទចុចកន្លែងហ្នឹងហើយបងប្អូននឹងឃើញផ្ទាំងមួយទាំងអស់នេះអញ្ចឹងបងប្អូន check មើលត្រង់កន្លែងគេដាក់ថា where you will login នេះបាទបងប្អូនចុចត្រង់ចំណុចនេះមកហើយបងប្អូនចូលដល់ត្រង់នេះហើយបងប្អូនចុចសញ្ញាព្រួយនេះមកអូខេអញ្ចឹងត្រង់ចំណុចនេះបងប្អូននឹងឃើញហើយព័ត៌មានតើតើអំពីសកម្មភាពនៃការ login ត្រង់ចំណុចនេះខ្ញុំសូមបញ្ជាក់បងប្អូនថាគឺជាសកម្មភាពឬក៏ជា device ឬក៏ជាព័ត៌មានតាក់ទងជាមួយនឹង device ដែល login account Facebook មួយនឹងអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នា check មើលនៅក្នុងកន្លែងហ្នឹងឃើញថាមាន device ផ្សេងដែលបង្ហាញនៅក្នុងនេះបងប្អូនត្រូវ note ចំណាំថា account របស់យើងប្រកាសជាមានអ្នកផ្សេងគេ log ចូលក្នុង device របស់គេអញ្ចឹងរៀងរាល់ការ log ចូលទៅក្នុងមិនថា account របស់យើង log ចូលឧទាហរណ៍ថាបងប្អូន log ចូល account log ចូល computer មួយ tablet មួយហើយនឹងទូរស័ព្ទដៃមួយអញ្ចឹងក្នុងព័ត៌មាននៅក្នុងនេះវានឹងបង្ហាញទាំង3 device នេះប៉ុន្តែបើសិនជាឧទាហរណ៍ដោយ account ខ្ញុំស្រាប់ខ្ញុំ log ចូលតែមួយ device ទេគឺ computer របស់ខ្ញុំដែលកំពុងតែប្រើប្រាស់ហ្នឹងអញ្ចឹងវាមានតែមួយ device ហ្នឹងទេគឺ device ផ្សេងៗទៀតក៏អត់មានទេអញ្ចឹងណាប៉ុន្តែបើសិនករណីបើយើងឆែកទៅឃើញ device ផ្សេងនៅក្នុងក្រៅពី device របស់យើងបងប្អូនត្រូវតែមានការសង្ស័យហើយត្រូវតែធ្វើការ remove នៅ device នេះចោលបន្ទាប់ពី remove ចោលហើយបងប្អូនធ្វើការ upload password ផ្សេងៗបាទអាហ្នឹងវាឆែកមើលទី1អូខេយើងចាំមើលលម្អិតទៀតបងប្អូនចុចចូលទៅមកបាទអញ្ចឹងចំណុចទី1យើងត្រូវពិនិត្យមើលត្រង់ចំណុចហ្នឹងហើយចំណុចទី2បងប្អូនខ្វែងវាមកយើងចូលមកចំណុចទៀតបាទអញ្ចឹង
ដល់ត្រង់ចំណុចនេះបងប្អូនចូលកន្លែង activity log នេះបាទអានេះគឺចំណុចទី2បងប្អូនចូលកន្លែង activity log មកបងប្អូនអស់រកពាក្យថា security and login information កន្លែងនេះក៏បង្ហាញនៅព័ត៌មានដែរតែគាត់ថាព័ត៌មាននេះវាខុសជាមួយនឹងព័ត៌មានដែលខ្ញុំបង្ហាញខាងលើខុសពីកន្លែង account login activity ណាបាទអញ្ចឹងយើងចុចវាមើលទៅដើម្បីផ្ទៀងផ្ទាត់អូខេអញ្ចឹងត្រង់ចំណុចនេះបងប្អូនអាចមើលទៅវានឹងបង្ហាញ account របស់យើងធ្លាប់ login ធ្លាប់ log out លើ device ណាខ្លះលើ IP ណាខ្លះអញ្ចឹងបងប្អូនមើលទៅវានឹងបង្ហាញដែរគឺសកម្មភាពដែលយើង log in log out អីទាំងអស់វានឹងឃើញនៅក្នុងនេះឃើញទេវាមានចាប់តាំងពី2022 2023អីមកហោហាទាំងអស់អញ្ចឹងបងប្អូនអាចមើលបានសង្កេតមើលថាតើ IP មួយណាជាប្រភេទ IP មួយណាដែល log in ខុសពីយើងប្រើប្រាស់រាល់ថ្ងៃកន្លែងហ្នឹងណាឧទាហរណ៍ថាបងប្អូនប្រើអ៊ីនធឺណិត Wi-Fi នៅផ្ទះគឺតែងតែមាន IP មួយដែលវាស្ថិតស្ថេរហើយគឺអត់ដែលផ្លាស់ប្ដូរទេគឺ IP លេខប្រមាណគឺលេខប៉ុណ្ណឹងអញ្ចឹងវាអត់មានការផ្លាស់ប្ដូរទេអញ្ចឹងបងប្អូនអាច check មើលកន្លែងហ្នឹងតែបើសិនជាមានការផ្លាស់ប្ដូរគឺមានន័យថា account របស់បងប្អូនមានបញ្ហាហើយអាចមាន IP ផ្សេងគឺ login ចូលឬមួយក្នុងចំណុចនេះវាអាចឲ្យបងប្អូនធ្វើការច្រឡំដែរច្រឡំថងថាពេលខ្លះយើងប្រើ Wi-Fi គឺជាទូទៅគឺ IP វាស្ថិរវាអត់មានការផ្លាស់ប្ដូរទេនោះតើយើង request ផ្លាស់ប្ដូរឬមួយក៏យើងធ្វើការនេះណាបើសិនជាប្រើប្រាស់ជាប្រភេទWi-Fi របស់ក្រុមហ៊ុនអ៊ីនធឺណិតមួយចំនួនហ្នឹងយើងគាត់តែធ្វើការបិទនៅ modem Wi-Fi ហ្នឹងទៅហើយបើកវិញគឺតើតើមួយ IP នឹងធ្វើការផ្លាស់ប្ដូរប៉ុន្តែតើតើជាមួយនឹងក្រុមហ៊ុនមួយចំនួនគឺគេឲ្យយើងជាប្រភេទ private IP ហ្មង private IP គឺយើងរាល់ការដែលយើងទោះបីជាយើងធ្វើការបិទមិនអីមិនក៏ IP នៅរក្សាដដែលដែរលោកតាតែយើងស្នើសុំទៅខាងក្រុមហ៊ុនអ៊ីនធឺណិតឲ្យវាគេផ្លាស់ប្ដូរឲ្យបានអញ្ចឹងត្រង់ចំណុចនេះក៏ដូចគ្នាដែរតែលើកលែងតែទូរស័ព្ទបើសិនករណីបងប្អូនប្រើជាប្រភេទអ៊ីនធឺណិត 3G 5G អីឬក៏បងប្អូនទៅកន្លែង Wi-Fi សាធារណៈអានឹងជាទូទៅវាខុសគ្នាហើយគឺ IP វាអត់ដូចគ្នា 100% ទេអត់ដូចគ្នាទេគឺទៅកន្លែងមួយគឺ IP មួយទៅកន្លែងមួយ IP មួយគឺផ្សេងគ្នាកន្លែងនេះវាអាចខុសឆ្គងត្រង់ចំណុចហ្នឹងដែរប៉ុន្តែបងប្អូនអាចយកមកសង្កេតមើលឃើញថាតើវាទីមទាត់មើលទៅឧទាហរណ៍ថាយើងទៅកន្លែងម៉ាត់កន្លែងមួយយើងទៅឬក៏កន្លែង cafe IP បែបហ្នឹងអញ្ចឹងកន្លែង cafe ហ្នឹងគឺ IP គឺប្រើនឹងរហូតរាប់ខែរាប់ឆ្នាំបើសិនករណីគេមិនផ្លាស់ប្ដូរអញ្ចឹងបងប្អូនទៀងទាត់មើលទៅតើវាត្រូវជាមួយនឹង IP ដែលយើង login ចូលអត់បើត្រូវអាហ្នឹងអត់បញ្ហាទេប៉ុន្តែបើខុសអាហ្នឹងយើងធ្វើការដាក់សង្ស័យកន្លែងហ្នឹងណាបាទមើលទៅ check មើលកន្លែងហ្នឹងទៅអូខេត្រង់ចំណុចមួយទៀតកន្លែងនេះដូចជាអត់មាននេះអីទេអានេះជាអ្វីដែលយើង login ចូលអញ្ចឹងវានឹងបង្ហាញនៅការ login ចុងក្រោយគឺនៅណាអញ្ចឹងទៅលើ device គេអញ្ចឹងបើសិនជា account បងប្អូនមាន device ច្រើនវានឹងបង្ហាញព័ត៌មានលម្អិតនៅក្នុងទីនេះបាទអានេះវាស្តៀងគ្នាជាមួយទី1ដែរចំណុចទី1ដែរកន្លែងហ្នឹងណាអាចចំណុចដែលយើងយកគេដាក់ថា account login account login activity ណាវាអាចស្តៀងគ្នាប៉ុន្តែគាត់ថាព័ត៌មានរបស់វាជាក់លាក់ជាងវាដោយសារអីវាមាន IP ដើម្បីនៅក្នុងទាំងអស់ហើយចឹងទៅអញ្ចឹងយើងអាចមើលឆែកមើលកន្លែងហ្នឹងបានហើយតើតឹងជាមួយនេះក៏យើងអាចមើលវាដើម្បីទីផ្ទាត់បានដែរអញ្ចឹងមើលនេះបងប្អូនអាចមើលទៅវាមានដូចរបស់ខ្ញុំនេះវាមានតាំងពីឆ្នាំ2024អានេះតើតើមួយនេះគាត់ណាយ Facebook វាទទួលស្គាល់ថាយើងបានលុកឆ្នាំ2025ទៅលើ device អីហើយឆ្នាំ2024ទៅលើ device អី device អីចឹងណាហើយចាប់ពីថ្ងៃណាដែលវាទទួលស្គាល់ហើយលើ IP អីវាមាននៅក្នុងនោះទាំងអស់អញ្ចឹងវានឹង note សកម្មភាពនោះទាំងអស់អញ្ចឹងចំណុចទី1បងប្អូនធ្វើការ log មើលហើយចំណុចទី2បងប្អូនអាចមើលទៅតាមហ្នឹងទៅហើយមួយទៀតតាក់ទងពីចំណុចទី3តោះអញ្ចឹងដើម្បីមើលចំណុចទី3បានបងប្អូនអរគ្នាត្រូវចូល account របស់យើងដូចគ្នាហើយបន្តមកទៀតបងប្អូនចូល add manager មកចំណុចនេះក៏ជាចំណុចដែលសំខាន់ដែរព្រោះដោយសារពេលខ្លះបងប្អូនអត់ដែលបានដឹងទេត្រង់ចំណុចហ្នឹងហើយជាទូទៅអ្នកដែលគាត់ hack ទៅគឺជាទូទៅអាចយក account យកមកផ្ញើកន្លែងហ្នឹងអញ្ចឹងណាបាទអញ្ចឹងបងប្អូនចូល add manager ដូចរបស់ខ្ញុំអញ្ចឹងមកហើយបន្តមកទៀតបងប្អូនចុចកន្លែង tre 3នេះហើយបងប្អូនចូលកន្លែងពាក្យថានេះ add account setting បងប្អូនចូលកន្លែង add account setting មកអូខេចុចវាមួយមកបាទអញ្ចឹងនៅពេលដែលបងប្អូនចូលកន្លែង add account setting ហើយបងប្អូននឹងឃើញចំណុចមួយដែលវាមានដាក់នៅក្នុងនេះគេដាក់ថា add account rule ត្រង់ add account rule បងប្អូនត្រូវធ្វើការ check មើលតើកន្លែង add account rule នេះវាមានចំនួនប្រមាណ account បើសិនជាករណីមានមួយ account ចេះគឺអត់បញ្ហាទេករណីខ្លះទៀតគឺវាមាន2 account ករណី2 account លោត2 account គឺជាករណីដែលវាមានបញ្ហាទី1បងប្អូនត្រូវគិតថាតើ account មួយទៀតនោះជា account របស់អ្នកណា
ហើយបានមកពីណាឬក៏ account របស់យើងជាអ្នកទាញចូលខ្លួនឯងបើសិន account របស់យើងជាអ្នកទាញចូលខ្លួនឯងអានេះគឺអត់បញ្ហាទេប៉ុន្តែខ្លាចតែ account ដែលយើងអត់ស្គាល់យើងអត់ដែលទាញចូលទេហើយបានមាននៅក្នុងហ្នឹងតែហ្នឹងណាអញ្ចឹងអានេះជាបញ្ហាហើយសូមបញ្ជាក់បងប្អូនដែរគឺត្រង់ចំណុចនេះគឺជាកន្លែងដែលគេអាចធ្វើការ hack account យើងបានអញ្ចឹងពួក hack មួយចំនួនគឺគាត់យក account របស់វាហ្នឹងគឺយកមកដាក់ក្នុងហ្នឹងដើម្បីត្រួតត្រាទៅលើ account របស់យើងនេះអញ្ចឹងកាលណាវាត្រួតត្រាបានគឺវាអាចធ្វើសកម្មភាពគឺយកហើយវាក៏អាច check មើល account នេះធ្វើអីខ្លះ admin របស់យើង boot អីដើរអីនិយាយទៅវាស្មើនឹងវាអាច control ទៅលើ account យើងបានទាំងអស់ហើយបើយើង check មើលពេលខ្លះ check មើលក្នុងធនាគារទី1ធនាគារចំណុចទី1ចំណុចទី2គឺ check មើលអត់ឃើញទេប៉ុន្តែតែដល់ចំណុចទី3នេះគឺអាចនឹងឃើញកន្លែងហ្នឹងណាបាទអញ្ចឹងខ្ញុំសូមបញ្ជាក់បងប្អូនត្រង់ចំណុចហ្នឹងហើយមានចំណុចផ្សេងទៀតបងប្អូនអាច check នៅក្នុង BM ក៏បានដែរនៅកន្លែង people ណានៅក្នុង BM គឺមាននៅកន្លែង people បងប្អូន check មើលកន្លែង people ទៅបើសិនជា people មានច្រើនដែលគ្រប់គ្រងទៅលើ ad account របស់យើងដែល ad account នៅក្នុង BM របស់យើងហ្នឹងណាអញ្ចឹងបងប្អូនក៏ត្រូវធ្វើការ check កន្លែងហ្នឹងដែរព្រោះដោយសារអីពេលខ្លះទៅពួក hack ហ្នឹងវាយក ad account របស់វាដាក់ចូលក្នុង BM របស់យើងវាមានន័យចេះវា hack account យើងបានហើយវាយក account យើងហ្នឹងយកទៅ add account របស់វាចូលក្នុង BM តែយើងម្ចាស់ account យើងអត់បានដឹងថា account hacker ហ្នឹងគឺវាប្រើ account យើងយកទៅទាញអីផ្សេងៗយើងអត់ដឹងទេប៉ុន្តែយើងគ្រាន់តែអាចមើលឃើញថាតើនៅក្នុង BM របស់យើងមាន people ប៉ុន្មានដែលគ្រប់គ្រងតោះឥឡូវខ្ញុំដាក់ចំណុចនេះចំណុចទី4ចុះយូរតិចតោះចូល business setting កន្លែងនេះក៏ជាកន្លែងពិសេសដែរហើយបងប្អូនចំនួនអូអានេះត្រូវការលេខ 2FA ខ្ញុំសូមមកចូលចាឥឡូវខ្ញុំគ្រាន់តែបាននិយាយបងប្អូនថាប៉ុណ្ណឹងហើយណាមួយនាទីក៏វាវែងដែរនាទីវាចូល13នាទីជាងអញ្ចឹងតម្រូវកាត់ទៅអាចសល់12នាទីអញ្ចឹងវាយូរដែរអញ្ចឹងខ្ញុំសូមបង្ហាញបងប្អូនឡើងចំណុចហ្នឹងអញ្ចឹងអ្វីដែលបងប្អូនត្រូវមើលបន្ថែមទៀតគឺ people នៅក្នុង BM របស់យើងហ្នឹងហើយមួយទៀតមើល ad របស់យើងមាន account ណាខ្លះដែលកំពុងតែកាន់ ad account នៅក្នុង BM អញ្ចឹងបងប្អូនមើលត្រង់ចំណុចទៅបងប្អូននឹងឃើញជាក់ស្ដែងហើយបើឃើញខុសពី account របស់យើង remove ចោលទៅខុសពី account របស់យើងខុសពី account ដែលយើងបានទទួលស្គាល់ជាក់ស្ដែងមកយើងរៀនចុះគឺ remove ចោលទាំងអស់បន្ទុកទៅអាចមានបញ្ហាបាទសម្រាប់វីដេអូមួយនេះ14នាទីអរគុណសម្រាប់ការទស្សនាវីដេអូពីដើមដល់ចប់